ចាជីបសួរបងប្អូនសាលមិញតលេងតែម៉ាក់ក្មេងឲ្យមន់ស្រែមកមួយបងប្អូនអើយល្អមែនតែម្ដងមិនដឹងធ្វើអីធ្វើបាយមន់ហើយណាំជូនបងប្អូនមើលតែម្ដងបងប្អូនមើលមន់គេណែល្អណាស់បងប្អូនអើយសិតតែខ្លាញ់តែម្ដងហើយមានគ្រឿងក្នុងមានអីទៀតណាហើយគ្រឿងផ្សំវាមានខ្ទឹមបារាំងខ្ទឹមក្រហមខ្ទឹមសគល់ស្លឹកគ្រៃខ្ញីហើយនឹងដេងស្លឹកក្រូចសើចបងប្អូនខ្ញីយើងហាន់ជាពីរប្រភេទចឹងណាហើយទឹកពុះយើងដាក់មន់ស្ងោរបងប្អូនហើយដាក់មន់ហើយយើងដាក់គ្រឿងដែលខ្ញុំឲ្យបងប្អូនមើលមិញដាក់ចូលទាំងអស់មកដូចជារំដេងស្លឹកក្រូចសើចអីខ្ញីហើយនឹងខ្ទឹមសខ្ទឹមក្រហមអីហ្នឹងណាបងប្អូនហើយខ្ញុំដាក់ទឹកត្រីមួយស្លាបព្រាបាយអំបិលមួយស្លាបព្រាកាហ្វេម្សៅស៊ុបមាន់មួយស្លាបព្រាកាហ្វេនិងស្ករសមួយស្លាបព្រាកាហ្វេកន្លះបងប្អូនខ្ញុំអត់ប្រាប់ប៊ីចេងទេហើយម្សៅស៊ុបមាន់គឺប្រភេទជាម្សៅស៊ុបមាន់សុខភាពដូចគ្នាបងប្អូនសម្រាប់ការស្ងោរមាន់នេះដែរគឺត្រូវយើងដាក់ត្រូវភ្លើងហឹមបងប្អូនដាក់តិចមែនតែម្ដងស្ងោរដើម្បីកុំឲ្យវារលេះរលួយស្បែកមាន់បងប្អូនខ្ញុំបង្ងាស់រយៈពេល30នាទីបងប្អូនហើយបន្ទាប់ពីស្ងោរហើយមើលទឹកមាន់ណាបងប្អូនអើយឡើងលឿងតែម្ដងណាហើយយើងស្ងោរហើយយើងទុកវាមួយឡែកសិនដើម្បីឲ្យត្រជាក់ទឹកស្ងោរមាន់ណាបងប្អូនហើយយើងមកលីងខ្ទឹមបងប្អូនលីងខ្ទឹមហ្នឹងផងដែរគឺដាក់ពេលរៀងច្រើនតិចមកខ្ញុំដាក់រៀងតិចដែរបងប្អូនដល់ពេលទៅលីងវារៀងយូរលីងធ្វើមកឲ្យខ្ទឹមឡើងមកពណ៌នឹងស្អាតមកបងប្អូនហើយទៅយើងទុកវាមួយឡែកសិនមកយើងមកឆាជាមួយនឹងខ្លាញ់មាន់បងប្អូនអានេះខ្លាញ់មាន់ណាខ្ញុំយកមកឆាឲ្យវាចេញជាតិខ្លាញ់ហ្នឹងមកយើងដាក់ខ្ទឹមប៉ងចូលបន្តិចមកចាំយើងចាក់អង្ករយើងចូលបងប្អូនអូដាក់ខ្ញីថែមទៀតបងប្អូនហើយតោះមកចាំយើងចាក់អង្ករយើងចូលបងប្អូនចាក់អង្ករវាឆាជាមួយនឹងខ្ញីជាមួយនឹងខ្លាញ់មាន់ហ្នឹងឲ្យរៀងយូរប្រហែលជាឆ្អិនចូលពាក់កណ្ដាលដែរអញ្ចឹងណាបងប្អូនចាំយើងយកទៅដាក់ចូលឆ្នាំងដាក់ដាំបាយហើយសម្រាប់ការបើបងប្អូនចង់បានបាយរៀងលឿងខ្លាំងអីបងប្អូនអាចថែមជាម្សៅល្មៀតអីថែមពីលើនឹងទៀតក៏បានដែរតែសម្រាប់ខ្ញុំអត់ដាក់ទេបងប្អូនខ្ញុំអត់សូវចង់បានលឿងខ្លាំងបងប្អូនសម្រាប់ការដាក់ដាំបាយនេះដែរគឺយើងអង្គហ្នឹងយើងឆាវារៀងឆ្អិនខ្លះហើយបងប្អូនអញ្ចឹងយើងដាក់ទឹកនេះទឹកស្ងោរមាន់ណាសម្រាប់ទឹកស្ងោរមាន់ហ្នឹងយើងទុកឲ្យត្រជាក់សិនចាំយកមកដាក់ដាំណាបងប្អូនហើយដាក់ដាំហ្នឹងគឺយើងដាក់មកល្មមមេទឹកហ្នឹងកុំឲ្យខ្លាំងពេកដើម្បីកុំឲ្យបាយនេះចេញមកវាអៀចបងប្អូនពេលដែលឆ្អិនហើយបងប្អូនមើលទៅតំណងទេបងប្អូនអើយហើយមាន់វិញគឺថាឡើងតំណងហ្មងណាហើយឡើង juicy ហើយដាក់ជាមួយនឹងទឹកត្រីបុកអីមកប៉ុណ្ណឹងមកឆ្ងាញ់បាត់ហើយបងប្អូនសាក់ធ្វើតាមខ្ញុំមកងាយលឿនតែម្ដងគ្រាន់តែជាងចំណាយពេលស្ងោរមាន់តែប៉ុណ្្នឹងឯងបងប្អូនគឺថាឆ្ងាញ់បងប្អូនអើយបានមាន់ស្រែងាយអញ្ចឹងបងប្អូនហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនបើស្រឡាញ់ចូលចិត្តអីកុំភ្លេចជួយ like ជួយ follow ផងណាបងប្អូនអរគុណច្រើន